រដ្ឋមន្ត្រីដានម៉ាបានផ្ញើសារទៅសេតាវិមានដោយបញ្ជាក់ចំហមូមុតថាកុំព្រោះតែចង់ក្តោបក្តាប់ដែនដីនៃកោះ Greenland ទាំងកំរោលហើយប្រមានដំឡើងពន្ធគយបន្ថែមទៅលើសម្ព័ន្ធមិត្តរបស់ដានម៉ាដែលជាសមាជិកនៅក្នុងសហគមន៍អឺរ៉ុបនោះវាមិនទំនងនោះឡើយលោកស្រីនាយករដ្ឋមន្ត្រី Frederiksen ត្រូវកាសែត BBC ស្រង់សម្ដីមកចុះផ្សាយនៅថ្ងៃច័ន្ទដោយលើកឡើងថាសមាជិកទាំងអស់នៅក្នុងប្លុកសហគមន៍អឺរ៉ុបមិនត្រូវខ្លាចជាចំណាប់ខ្មាំងតាមរយៈការគម្រាមកំហែងដំឡើងពន្ធគយបន្ថែមពីទីក្រុង Washington ក៏ព្រោះតែពួកគេប្រឹងប្រែងជួយការពារដែនដីនៃកោះ Greenland ទីបើទោះជាបែបណាប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថាលោកនឹងដាក់ពន្ធ 10% បន្ថែមទៀតលើទំនិញពីបណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនចំនួន8ប្រទេសប្រសិនបើពួកគេប្រឆាំងទៅនឹងផែនការរបស់លោកដែលចង់បានកោះ Greenland ដាក់ជាចំណុះរបស់អាមេរិកកាំងដែលលោកធ្លាប់បញ្ជាក់ចំហជាច្រើនលើកចានសាររួចមកហើយនេះកាលពីថ្ងៃច័ន្ទលោកត្រាំបានប្រាប់អង្គការ NATO ថាអស់រយៈពេលប្រមាណ20ឆ្នាំមកហើយដែលដានម៉ាកមិនអាចគេចផុតពីការគម្រាមកំហែងដណ្ដើមយកដែនដីនៃកោះ Greenland ពីរុស្ស៊ីនោះហើយជាអកុសលរឿងនេះដានម៉ាកនៅតែមិនអាចធ្វើបានដូច្នេះហើយវាលំមដល់ពេលដែលដែនដីនៃកោះ Greenland នេះគឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកវិញម្ដងបើតាមលោកត្រាំកោះ Greenland នេះគឺមានសារៈសំខាន់និងចាំបាច់ណាស់សម្រាប់សន្តិសុខរបស់សហរដ្ឋអាមេរិកនោះហើយប្រធានាធិបតីអាមេរិករូបនេះក៏មិនបដិសេធដែរចំពោះការរិះគន់ទាំងឡាយណាដែលចោទប្រកាន់ថាបើគ្មានជំរឿសណាដែលល្អទេសេតាវិមាននឹងចូលលុកលុយដោយប្រើប្រាស់សភាវុធទោះត្រូវប្រើមធ្យោបាយងាយស្រួលឬលំបាកបែបណាក៏ដោយចុះក្នុងនាមជាសមាជិកនៃសម្ព័ន្ធមិត្តយោធានៃអង្គការ NATO ដានម៉ាកនិងសមាជិកក្នុងប្លុកសហគមន៍អឺរ៉ុបបានចេញសេចក្តីប្រកាសរួមគ្នាកាលពីថ្ងៃអាទិត្យក្រោយលោក Donald Trump រំថើនយកកោះ Greenland ដោយបញ្ជាក់ចំហថារបាំងពន្ធគយដែលអាមេរិកនឹងដំឡើងបន្ថែម 10% ទៀតនេះវាប្រកាសណាស់គឺជាហានិភ័យហើយក៏វានឹងធ្វើឲ្យខូចទំនាក់ទំនងរវាងអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនដែរជាពិសេសចំនួននេះប្រថុយនឹងការធ្លាក់ចុះដល់គ្រោះថ្នាក់បំផុតមួយដោយការចង់បានដែនដីនៃកោះ Greenland លោក Donald Trump លែងខ្វល់ពីសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងប្លុកសហគមន៍អឺរ៉ុបតទៅទៀតហើយលើកនេះប្រសិនបើបណ្ដាប្រទេសទាំងនោះនៅតែបន្តរាំងខ្ទប់មិនឲ្យអាមេរិកក្តោបក្តាប់ដែនដីនៃកោះ Greenland នេះទៅតាមផែនការដែលបានគ្រោងទុកកាលពីថ្ងៃសៅរ៍លោកត្រាំបានប្រកាសថាអត្រាពន្ធគយនេះនឹងសង្កត់កបន្ថែមទៀតលើការនាំចូលក្នុងទីផ្សារអាមេរិករាល់ទំនិញទាំងអស់ដោយចាប់អនុវត្តពន្ធ 10% ចាប់ពីថ្ងៃទី1ខែកុម្ភៈទៅហើយពន្ធនេះសេតាវិមាននឹងបន្តឡើងបន្ថែមទៀតរហូតដល់ 25% ចាប់ពីខែមិថុនាហើយបើស្ថានភាពនេះនៅតែបន្តតានតឹងទីក្រុង Washington នឹងបន្តគិតតម្លៃនៃពន្ធសរុបស្មើនឹងតម្លៃនៃដែនដីនៃកោះ Greenland នេះថាត់ក្រមហេតុផលនេះទាំងដានម៉ាកហ្វាំងឡង់បារាំងអាល្លឺម៉ង់ហូឡង់ណូវេស៊ុយអែតនិងចក្រភពអង់គ្លេសកំពុងតែបន្តនៅស្ងៀមស្ងាត់នៅឡើយចំពោះការគម្រាមកំហែងជាថ្មីទៀតរបស់លោកត្រាំនេះកាលពីថ្ងៃអាទិត្យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Sir Keir Starmer បាននិយាយថាការគម្រាមកំហែងដោយប្រើប្រាស់របាំងពន្ធគយនេះវាគឺជារឿងដែលខុសទាំងស្រុងរបស់សេតាវិមានប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់ខ្លួនហើយប្រកាសណាស់ក្រុមសម្ព័ន្ធមិត្តយោធារបស់អង្គការ NATO នឹងមិនឈរអូបដៃមើលឲ្យទីក្រុង Washington ធ្វើអ្វីស្រេចទៅនឹងចិត្តតទៅទៀតនោះទេ